បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានអាហាររបបអាហារមួយសម្រាប់បងប្អូនដែលចង់សម្រក់រាងឬក៏ចង់បានសាច់ដុំអញ្ចឹងណាបាទថ្ងៃនេះខ្ញុំមានអាវ៉ូកាដូផ្លែបឺយើងហ្នឹងជាមួយនឹងផ្លែប៉ោមបាទខ្ញុំចាត់ដាក់ចូលគ្នាមកហើយខ្ញុំមានគ្រាប់ walnut បាទគ្រាប់walnut ហើយនឹងខ្ញុំមានជាមួយនឹង protein អញ្ចឹងហើយ protein ផងដែរខ្ញុំដាក់ចូលវា2 sort ពេលល្ងាចអញ្ចឹងដោយសារតែពេលព្រឹកខ្ញុំបានញ៉ាំជាទូទៅយើងញ៉ាំ3 sort ក្នុងមួយថ្ងៃបាទតែថ្ងៃនេះខ្ញុំញ៉ាំ2 sort ទេអត់សូវល្វើយគឺការអត់សូវអស់កម្លាំងបន្ទាប់មកយើងហាន់ដាក់ចូលគ្នាមកដាក់ចូលក្នុងម៉ាស៊ីនក្លុកបាទយើងក្លុកវាឲ្យសព្វដើម្បីឲ្យវាម៉ត់ល្អបាទក្លុកវាប្រហែលជា2ទៅ3នាទីទៅហើយយើងបវលវានៅក្នុងហ្នឹងទៅសម្រាប់ខ្ញុំចូលចិត្តបវលអញ្ចឹងឲ្យវាសព្វបាទព្រោះវាដាក់នៅមួយដុំអញ្ចឹងវាអត់សព្វទេបាទសម្រាប់អាហារមួយនេះគឺខ្ញុំញ៉ាំវាដើម្បីសុខភាពរបស់ខ្ញុំទី1ទី2ដើម្បីសាច់ដុំរបស់ខ្ញុំបាទវាធ្វើឲ្យយើងឡើងគីឡូហើយក៏យើងអត់ឲ្យយើងឡើងខ្លាញ់ជាពិសេសផ្លែបឺបងប្អូនអរគ្នាបាទបងប្អូនស្រីគាត់ជាធ្លាប់ដឹងហើយគាត់ញ៉ាំផ្លែបឺដើម្បីអីបាទគឺមិនឲ្យយើងដុសខ្លាញ់ក្បាលពោះបាទញ៉ាំអាវ៉ូកាដូនេះឥឡូវនេះខ្ញុំបានកាន់វាហើយឥឡូវខ្ញុំផឹកវាមុននឹងចាប់ផ្ដើមហាត់បាទហាត់ខ្ញុំអត់ចាំបាច់ទៅជីមទេគឺខ្ញុំហាត់នៅផ្ទះធម្មតាអូខេបាទវាឆ្ងាញ់ធ្វើការអស់កម្លាំងយើងញ៉ាំហ្នឹងទៅមានកម្លាំងបានបងប្អូនមើលសាច់ដុំខ្ញុំដោយសារតែខ្ញុំហាត់ហើយខ្ញុំញ៉ាំពពុះអស់អញ្ចឹងនៅពេលល្ងាចហើយពេលយប់ខ្ញុំអត់ញ៉ាំបាយទេហើយមួយពិសេសមួយទៀតគឺយើងត្រូវមានវិន័យលើចំណីអាហារផងដែរបើសិនជាយើងចង់សម្រក់ខ្លាញ់បាទវិញខ្ញុំហាត់បានប៉ុណ្នេះដោយសារតែខ្ញុំប្រឹងប្រែងខ្លួនឯងបានប៉ុណ្ណឹងបាទគឺពេលយប់អត់ញ៉ាំអាហារអត់ញ៉ាំរបស់ជាខ្លាញ់ហើយយើងញ៉ាំផ្លែឈើ protein ក៏ដូចជាទ្រូងមាន់ពងមាន់បាទអញ្ចឹងយើងបានប៉ុណ្នេះគឺថាសប្បាយចិត្តជាងកាលពីនៅខ្លាញ់ច្រើនជាងហ្នឹងបាទវាអត់តល្អអត់ខ្ចោះទេប៉ុន្តែយើងអាចធ្វើវាបានប៉ុណ្នេះគឺយើងប្រឹងប្រែងសម្រាប់អរគុណសម្រាប់ការទស្សនាវីដេអូនេះជួបគ្នាវីដេអូក្រោយ